នេះសារជាថ្មីម្ដងទៀតនៅក្នុងអត្ថបទនេះបន្តនិយាយអំពីគ្រោះថ្នាក់ដែលកំពុងតែប្រឈមកើតនៅថ្ងៃនេះនៅពេលដែលកងទ័ពជើងទឹកសៀមបានប្រកាសបិទនិងហុំព័ទ្ធដែនសមុទ្រណាកម្ពុជា ការប្រកាសនិងហុំព័ទ្ធដែនសមុទ្រកម្ពុជាគឺជារឿងធំណាស់ដែលបងប្អូនជនរួមជាតិខ្មែរយើងកំពុងតែសប្បាយខាងអួតហើយលោកហ៊ុនសែនមិនដែលបានគិតតលតែសោះថាគ្រោះថ្នាក់នេះវាមកដល់ទោះបីដូណាល់ត្រុំមកជួយឲ្យឈប់ច្បាំងគ្នាក៏ដោយដានស្នាមនៃផែនការបិទសមុទ្រកម្ពុជាគឺคล้ายជាការពិតហើយពីដើមឡើយខ្ញុំយកផែនទីខាងក្រោយនេះយកមកណាជាផែនទីរបស់គណៈកម្មការព្រំដែនសៀមពេញសែហើយនឹងផែនទីអំពីខ្ពង់រាបដែនសមុទ្រខ្មែរតាមរយៈក្រិតដែលបានប្រកាសដោយសាធារណរដ្ឋខ្មែរតាមរយៈណាក្រិតដែលបានប្រកាសដោយសាធារណរដ្ឋខ្មែរហើយខ្ញុំបានលើកយករឿងនេះមកអធិប្បាយជាញឹកញយស្ដីអំពីសភាពការនៃខ្ពង់រាបដែនសមុទ្រសេដ្ឋកិច្ចផ្ដាច់មុខសមុទ្របូរណភាពនិងបន្ទាត់មូលដ្ឋានខ្ញុំមិនដែលនឹកឃើញថាសៀមធ្វើមុនយួនទេខ្ញុំចេះតែនឹកឃើញថាយួនវាធ្វើមុនសៀមតែឥឡូវនេះវាមិនមែនយួនធ្វើមុនសៀមទេសៀមធ្វើថ្ងៃនេះហើយថ្ងៃនេះប្រវត្តិសាស្ត្របានបើកបង្ហាញថាណាឃើញឯកំពុងតែនិយាយពីរឿងបាត់សមុទ្រដែលជាដង្ហើមធំចៅសួរថាវាយដល់សៀមរាបទេគ្នាអត់យល់ណាចៅអត់យល់ទេចៅយល់ឃើញថាសៀមរាបហ្នឹងគឺជាស្គរមួយគ្រាប់ចំណែកឯសមុទ្រកម្ពុជាគឺជាផែនដីដែលចៅឯងត្រូវពឹងពាក់នៅពេលដែលតាកំពុងតែនិយាយអំពីការបិទសមុទ្រការពាត់សមុទ្រឃើញឯចៅសួរពីរឿងថាតាវាយដល់សៀមរាបទេមិនអញ្ចឹងមិនបន្ទោសទេចៅពួកចៅអត់យល់សោះគេអត់ឲ្យចៅចេះចៅអត់កំហុសទេចៅគ្មានកំហុសទេចៅអត់ខុសទេពីព្រោះចៅគេរៀបចំឲ្យចៅកើតមកអត់យល់អញ្ចឹងចៅទៅគិតឯណាសៀមរាបទៅគិតឯណាឧទាហរណ៍ថាចៅនៅរតនគិរីចៅសួរថាសៀមមានវាយដល់រតនគិរីអត់ណាជួនកាលចៅឆ្ងល់ថាម៉េចក៏សៀមមិនវាយបៃលិនតែបើបបួលចៅឲ្យយកចិត្តទុកដាក់ពីការបិទដង្ហើមសេដ្ឋកិច្ចចៅអត់ស្ដាប់ទេមិនបានអត់ស្ដាប់ព្រោះអត់យល់អញ្ចឹងអត់បន្ទោសទេមិនមែនជាកំហុសទេគឺវាមិនយល់បើមិនយល់ឲ្យទៅធ្វើម៉េចណាបើមិនយល់ឲ្យធ្វើម៉េចណាដូចជា05អញ្ចឹង05ចាញ់មកគឺគិតតែពីរឿងច្បាំងគ្នាចង់ច្បាំងណាស់ពីព្រោះគ្នាមិនដែលត្រូវក្របបើវាត្រូវក្រប3 4កន្លែងដូចខ្ញុំឬសូវសង្គ្រាមបបាក់ចិត្ត05ចង់តែរឿងច្បាំងទេចង់តែរឿងកភ្លើងចង់តែរឿងអីហើយនឹកឃើញតែទិញកភ្លើងមកហ្នឹងគឺឈ្នះហ្មងអត់ដឹងថាអា PHL 03ដែលហ៊ុនសែនមិនទាន់ហ៊ានបាញ់ពីព្រោះគាត់ខ្លាចគាត់តៃស្មឹងគាត់ខ្លាចកូនប្រពន្ធគាត់ចៅគាត់រត់មិនសពដីបានជាគាត់មិនហ៊ានបាញ់អត់គិតអញ្ចឹងទេចេះតែដង្ហៃហៅសម្ដេចពុកដល់បន្ទាត់ក្រហមហើយនៅពីព្រោះអីពីព្រោះ05មិនដែលភ្លក់ក៏មិនមែនជាកំហុសរបស់05ដែរមិនមែនជាកំហុសទេពីព្រោះគ្នាមិនយល់ណាអាហ្នឹងអញ្ចឹងគឺមិនយល់ហ្នឹងត្រឡប់ទៅវិញខ្ញុំអាប់ដេតបន្តិចសិនណាបងប្អូនណាចាំខ្ញុំឆ្លើយវគ្គនេះផែនទីខាងក្រោយនេះគ្រាន់តែជាការរំលឹកទេណាខ្ញុំអាប់ដេតបន្តិចណាបងប្អូនខ្ញុំអាប់ដេតបន្តិចហើយនេះគឺជាព័ត៌មានសៀមណាបងប្អូនណាជាព័ត៌មានសៀមมันអាចយកជាការពិតទេលុះត្រាតែបងប្អូនយកទៅបញ្ជាក់ជាមួយព័ត៌មានរបស់រាជការកម្ពុជាបញ្ជាក់ហើយបញ្ជាក់ទៀតនេះគឺជាព័ត៌មានមិនពិតទេតែជាចំណែកមួយយកទៅប្រកាសណាគឺថាយកទៅប្រៀបធៀបនឹងព័ត៌មានរបស់រាជការកម្ពុជាសេចក្តីប្រកាសអំពីស្ថានភាពសឹកនៅខេត្តត្រាតថ្ងៃ14ថ្ងៃអាទិត្យទី14ខែធ្នូឆ្នាំ2025ឧត្តមនាវីរងបារាជរតន័យចៃយបណ្ណអ្នកនាំពាក្យនៃកងភូមិន្ទជើងទឹកថៃបានបើកបង្ហាញឲ្យដឹងថាសត្រូវរបស់ថៃឡង់គឺកម្ពុជាណា
បានជ្រៀតចូលក្នុងតំបន់ខេត្តត្រាតហើយបានធ្វើភារវកម្មលើទឹកដីថៃប្រឆាំងនឹងកងទ័ពថៃនិងរដ្ឋាភិបាលថៃក្នុងគោលដៅបង្កអសន្តិសុខសេនាធិការត្រាតចន្ទបុរីបានអនុវត្តនៅផែនការដូចតទៅដើម្បីធានាសន្តិសុខនិងការពារកុំឲ្យរឿងបែបនេះកើតឡើងធំបញ្ជាក់អំពីការបិទបម្រាមកោចរហាមមិនឲ្យប្រជាជនធ្វើដំណើរផ្ដេសផ្ដាសនៅពេលយប់ហើយនឹងបង្កើតការឃ្លាំមើលថែមទៅលើសន្តិសុខនៃខេត្តត្រាតចន្ទបុរីស្រុកចំនួន5ត្រូវបានដាក់ក្នុង curfew លើកលែងតែស្រុកកោះកុដនិងស្រុកកោះចាងនរណាដែលចង់ធ្វើដំណើរឆ្លងកាត់ពីម៉ោង19ទៅម៉ោង5ភ្លឺរៀងរាល់ថ្ងៃត្រូវមានការអនុញ្ញាតពីទីបញ្ជាការកងទ័ពថៃនេះគឺជាព័ត៌មានណាដែលតកតងនឹងខេត្តត្រាតចន្ទបុរីព័ត៌មានមួយទៀតថៃបានផ្សាយថាទេសចរចំនួន180នាក់ទៅជាង200នាក់ដែលបានទៅទស្សនាកោះផាងអានណាបានផ្អើលឆាវឡោថាត្រូវជំលះខ្លួនចេញពីទីនោះដោយសារមានចម្បាំងកងទ័ពថៃហើយនឹងរដ្ឋាភិបាលថៃកំពុងតែតាមដានថាមានការបំផិតបំភ័យពីណាមកណាហ្នឹងចំណុចមួយកាលពី1ម៉ោងមុននេះសៀមបានទទួលនៅការគូសបញ្ជាក់សារជាថ្មីរបស់លោកហ៊ុនសែនដែលបានចេញផ្សាយថាការបិទព្រំដែនគោកមិនឲ្យពួកថៃឆ្លងទៅស្រុកវិញមិនមែនជាចំណាប់ខ្មាំងទេព្រំដែនអាកាសអត់មានបិទទេនៅភាគមុនខ្ញុំបានជម្រាបហើយហ៊ុនសែនធ្វើយុទ្ធសាស្ត្រនេះចង់គម្រាមខាំងសៀមដែលកំពុងតែធ្វើការនៅស្រុកខ្មែរសៀមវាឆ្លៀតឱកាសហ្នឹងប្រកាសបិទនឹងធ្វើការហុំព័ទ្ធដែនសមុទ្ររបស់កម្ពុជាហ៊ុនសែនត្រូវចេញមកបញ្ជាក់រឿងហ្នឹងវិញពីព្រោះជាឧបាយកលទៅវិញទៅមកអត់មានខុសមានត្រូវទេគឺហ៊ុនសែនគាត់កំញើញសៀមថាបើឯងហ៊ានវាយអញប្រជាជនឯងរាប់ពាន់នាក់អញនឹងឃុំអញនឹងទុកឲ្យវេទនាអញឲ្យឯងហ៊ានវាយអញឯងហ៊ានវាយប៉ោចប៉ែតឯងហ៊ានវាយអីប្រជាជនឯងនៅហ្នឹងយុទ្ធសាស្ត្ររបស់ហ៊ុនសែនគឺជាយុទ្ធសាស្ត្រកុម្មុយនីសធ្វើគឺយកជនស៊ីវិលរបស់ប្រទេសមួយធ្វើជាចំណាប់ខ្មាំងសៀមវាដឹងរឿងហ្នឹងវាក៏ពាត់សមុទ្រក្នុងការពាត់សមុទ្រហ៊ុនសែនឃើញវាពាត់សមុទ្រឃើញវាប្រុងវាយហើយសៀមវាចោទថាហ៊ុនសែនចង់ធ្វើខុសអនុសញ្ញាអន្តរជាតិហ៊ុនសែនគាត់ចេញទៅបកស្រាយថាអញអត់បានចាប់ជនជាតិឯងទេជនជាតិឯងចង់ទៅណាទៅជីកបោះហោះទៅតែផ្លូវគោកកំពុងបាញ់គ្នាអញអត់ឲ្យឯងឆ្លងមិនមែនអញចាប់ចម្រិតទេមិនមែនអញចាប់ឯងជាចំណាប់ខ្មាំងទេអញ្ចឹងហ៊ុនសែនក៏គាត់អត់ខុសគាត់ត្រូវប្រើល្បិចរបស់គាត់ចំណែកសៀមក៏វាប្រើល្បិចរបស់វាអញ្ចឹងវាជាចក្រពង្សភូវនាថកំពុងតែប្រកួតគ្នាជាមួយនឹងដៃជោស្ដេចសង្គ្រាមណាបងប្អូនវាអត់មានអ្នកណាខុសណាត្រូវទេគឺត្រូវលេងគ្នាអញ្ចឹងតែមកដល់ថ្ងៃទី14នេះសៀមវាពាត់សមុទ្រកម្ពុជារឿងនេះឧបមាថា2-3ថ្ងៃទៀតឈប់បាញ់ក៏អាផែនការពាត់សមុទ្រនេះអាផែនការត្រាតពិឃាតអាផែនការត្រាតសម្ពាធហើយនឹងអាប្រតិបត្តិការសឹកប្រជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តនេះគឺអាផែនការនេះវាធ្វើឲ្យរបស់ដែលខ្ញុំព្រួយបារម្ភ30ឆ្នាំហើយវាឥឡូវនឹងអត់ចាំបាច់ព្រួយបារម្ភទេគឺជាគ្រោះថ្នាក់តែហ្មងវាគ្រោះថ្នាក់ហើយស្រេចហើយគ្រោះថ្នាក់នេះកម្ពុជាត្រូវការយ៉ាងតិច10ឆ្នាំ
ដើម្បីស្រាយអាគ្រោះថ្នាក់ហ្នឹងអាគ្រោះថ្នាក់ត្រូវការ10ឆ្នាំហើយ10ឆ្នាំហ្នឹងត្រូវការធនធានត្រូវការយកចិត្តទុកដាក់ត្រូវការងារច្រើនណាស់ដើម្បីដោះស្រាយបញ្ហាហ្នឹងដូច្នេះហើយពីដើមគ្រាន់តែជាបទសង្ស័យទេឥឡូវវារៀលវាជារឿងពិតគ្រោះថ្នាក់មកដល់ហើយបងប្អូនកូនចៅណាមុំ3ដីមុំ3ប្រប៉ិនតពកឆ្កែណាជុំវិញប្រាសាទព្រះវិហារណាមមីវេលន្ត្រីអីនេះសិតមមីទេមកក្ដិះតាកបីកញ្ចក់ជើងទេតាមមន់ណាមមីទេដូច្នេះនៅក្នុង800គីឡូម៉ែត្រតាមបណ្ដោយព្រំដែនណាគឺអត់សំខាន់ខ្លាំងទេអ្វីដែលបងប្អូនហើយនឹងរាជការហ៊ុនសែនត្រូវយកចិត្តទុកដាក់គឺសមុទ្រអាបាតសមុទ្រនឹងវាមានជាង300,000លានណាតែអា300,000ជាង300,000លានហ្នឹងថាមិនចោះតែវាបាត់ដង្ហើមសេដ្ឋកិច្ចបើកម្ពុជាវាคล้ายទៅជាឡាវបងប្អូនឃើញទេដូណាល់ត្រាំដាក់ប្រទេសឡាវទៅក្នុងប្រទេសអត់ឲ្យធ្វើ immigration អ្នកដែលមកដល់ប្រទេសអាមេរិកហើយមិនទាន់បាន green card អត់តឲ្យទេគឺតាដាច់ I-94 ឲ្យទៅលាវវិញបើមិនទៅគេចាប់បញ្ជូនលាវដែលមកដល់លើដីអាមេរិកហើយកាន់ green card គេអត់ត green card ឲ្យទេគេអត់ត green card ឲ្យទេបើ green card នឹង10ឆ្នាំដាច់ green card គេឲ្យទៅវិញលើកលែងតែប្រធានាធិបតីបន្ទាប់ពីត្រាំនឹងគេដូរច្បាប់មួយទៀតអ្នកដែលមាន green card លាវនឹងគ្រប់5ឆ្នាំដាក់ពាក្យសុំចូលសញ្ជាតិគេអត់ពិចារណានៅឡើយទេរីឯទឹកថាការគ្រប់ទាំងអស់ពីលាវគេបាទាំងអស់គេបិទទាំងអស់គេបាទាំងអស់បងប្អូនសប្ថ្ងៃនេះអាមេរិកនៅចូលចិត្តកម្ពុជាពីព្រោះវាមានរ៉ែបងប្អូនចិននៅលួងលោមដាក់20,000លានឲ្យហ៊ុនសែនចាយលេងដោយមានរ៉ែតែបើសិនជាគេបិទចំោះកម្ពុជាមិនចាំបាច់ថែមលុយទេកម្ពុជាត្រូវវាទៅលិតបាតជើងគេដើម្បីរស់ដូច្នេះឲ្យបងប្អូនឈប់ចូលទៅភូមិសាស្ត្រយើងស្រួយដូចអំបុកហ៊ុនសែនប្រមូលឲ្យបុកអំបុកស៊ីហ្នឹងគឺថាស្រួយជាងអំបុកទៀតខ្ញុំប្រាប់ទៅបងប្អូនអើយអញ្ចឹងកុំសួរថាតាគេវាយចូលដល់ព្រះវិហារទេតាគេវាយចូលសៀមរាបទេតាគេវាយចូលដល់បាវិតទេគេអត់វាយចូលទៀតទេបើគេបិទដង្ហើមសេដ្ឋកិច្ចហ្នឹងគឺសៀមហើយនឹងយួនហ្នឹងគេចង់ធ្វើឲ្យយើងក៏បានដែរកូនអើយណាគេចង់ធ្វើឲ្យយើងក៏បានដែរកូនអើយណាអាហ្នឹងអញ្ចឹងណាអូខេដូច្នេះអ្វីដែលជាបទសង្ស័យដែលខ្ញុំតែងលើកមកហ្នឹងឥឡូវហ្នឹងអត់មានបទសង្ស័យតែឥឡូវមែនតែនបានជាលោកហ៊ុនសែនហ្នឹងគាត់ចាញ់មកបញ្ជាក់តែការចាញ់មកបញ្ជាក់សារជាថ្មីថ្ងៃនេះសៀមវាបានចាញ់បញ្ជាពាត់សមុទ្រកម្ពុជាហើយណាអូខេកាលពី7-2ម៉ោងមុននេះសៀមបានចោទថាលោកហ៊ុនសែនបិទមិនអោយប្រជាជនវាឆ្លងពីប៉ោយប៉ែតចូលដីថៃវាចោទហ៊ុនសែនថាវក្រែមរឿងចោទវាអត់អីទេអារឿងចោទនោះយើងក៏ចោទវាក៏ចោទយើងចោទចោះណាចោទចោះណាវាផ្សាយវាចាញ់ផ្សាយណា following clear action by Cambodian authorities to obstruct the return of several thousand of Thai citizens to Thailand at the border checkpoint of Phao Pat City, the Royal Thai government has issued a statement on the matter. ឧត្តមសេនីយ៍វ៉ាន់ថៃសុវ៉ារីអ្នកនាំពាក្យកងទ័ពជើងគោកថៃបាននិយាយថាអំពើនេះគឺជាអំពើខុសច្បាប់អន្តរជាតិដែលឃាតឃាំងមិនឲ្យជនស៊ីវិលឆ្លងដែនមកកាន់ប្រទេសដើមកំណើតរបស់គេនៅពេលមានសឹកសង្គ្រាមដែលអាចចាត់ទុកថាជាអំពើខុសច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សហើយអាចទៅជាអក្រិតកម្មសង្គ្រាមផងដែរកងទ័ពថៃ
នឹងពិចារណាអំពើរបស់កម្ពុជាលើរឿងនេះតកតងនឹងផ្លូវច្បាប់អន្តរជាតិក៏ដូចជាកម្លាំងដែលត្រូវចាំបាច់អន្តរាគមន៍រឿងនេះអាការចោទប្រកាន់អត់អីទេបងប្អូនតែឥឡូវនេះវាពាត់សមុទ្រពាត់សមុទ្រនេះហើយជារឿងដែលលំបាកណាបងប្អូននេះគឺជារឿងដែលលំបាកអញ្ចឹងខ្ញុំសុំពេលប្រហែលជាខ្ញុំភ្លេចទៅកែម៉ាស៊ីនខាងលើមួយផ្លែតខ្ញុំសុំពេលប្រហែលជា3 4នាទីចុះសុំពេលប៉ុណ្ណឹងបាទ